សូមជម្រាបមកអាដាមថេភីលសូមជ្រាបក្នុងសៀវភៅទី1របស់ខ្ញុំបានរៀបរាប់អំពីកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូវបានធ្វើនិងអំពីសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានបង្រៀនតាំងពីដើមរៀងមករហូតដល់ថ្ងៃដែលព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខគឺបន្ទាប់ពីព្រះអង្គបានផ្ដែផ្ដាមតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដល់ក្រុមសាវកដែលព្រះអង្គបានជ្រើសរើសក្រោយពេលរងទុក្ខលំបាករួចហើយព្រះយេស៊ូវបានបង្ហាញព្រះអង្គតាមរបៀបផ្សេងៗឲ្យសាវកទាំងនោះឃើញថាព្រះអង្គមានព្រះជន្មរស់ពិតប្រាកដមែនព្រះអង្គបានឲ្យគេឃើញអស់រយៈពេល40ថ្ងៃព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជរបស់ព្រះជាម្ចាស់ផងពេលព្រះអង្គកំពុងសោយព្រះស្ងោយជាមួយក្រុមសាវកព្រះអង្គហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយគឺត្រូវរងចាំទទួលព្រះវិញ្ញាណតាមព្រះបន្ទូលសន្យារបស់ព្រះបិតាដោយខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថាលោកយ៉ូហានបានធ្វើពិធីជ្រមុជឲ្យគេក្នុងទឹកប៉ុន្តែនៅប្រហែលថ្ងៃទៀតអ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញពេលនោះក្រុមសាវកនៅជុំគ្នាគេទូលសួរព្រះយេស៊ូវថាបើពិតព្រះម្ចាស់តើព្រះអង្គនឹងតាំងរាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថាត្រង់ឯពេលវេលាដែលព្រះបិតាបានកំណត់ទុកដោយអំណាចព្រះអង្គផ្ទាល់នោះអ្នករាល់គ្នាមិនបាច់ដឹងទេប៉ុន្តែអ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយគឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសន្ធិដ្ឋលើអ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំនៅក្នុងក្រុងយេរូសាឡឹមក្នុងស្រុកយូដាទាំងមូលក្នុងស្រុកសាម៉ារីនិងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដីលុះព្រះយេស៊ូវមានព្រះបន្ទូលដូច្នោះរួចហើយនៅពេលដែលក្រុមសាវកកំពុងតែមើលព្រះអង្គនោះព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃព្រមទាំងមានពពកមកបាំងព្រះអង្គបាត់ពីភ្នែកគេទៅពួកគេកំពុងតែសម្លឹងមើលទៅលើមេឃនៅពេលព្រះអង្គយាងឡើងទៅនោះស្រាប់តែមានបរិសុទ្ធ2នាក់ស្លៀកសពាក់សចូលមកជិតគេពោលថាអ្នកស្រុកកាលីលេអើយហេតុដូចម្តេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅលើមេឃដូច្នេះព្រះយេស៊ូវនោះព្រះជាម្ចាស់បានលើកពីកណ្ដាលចំណោមអ្នករាល់គ្នាឡើងទៅស្ថានបរមសុខហើយព្រះអង្គនឹងយាងត្រឡប់មកវិញតាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងឡើងទៅស្ថានបរមសុខដែរពេលនោះក្រុមសាវកនាំគ្នាវិលត្រឡប់ពីភ្នំដើមអូលីវទៅក្រុងយេរូសាឡឹមវិញដែលមានចម្ងាយផ្លូវប្រមាណ1គីឡូម៉ែត្រលុះបានមកដល់ផ្ទះហើយគេឡើងទៅបន្ទប់ខាងលើជាកន្លែងដែលគេធ្លាប់ស្នាក់នៅសាវកទាំងនោះគឺលោកពេត្រុសលោកយ៉ូហានលោកយ៉ាកុបលោកអង់ដ្រេលោកភីលីបលោកថូម៉ាស់លោកបាថូឡូមេលោកម៉ាថាយលោកយ៉ាកុបជាកូនរបស់លោកអាល់ផាយលោកស៊ីម៉ូនហើយអ្នកជានិយមនិងលោកយូដាសជាកូនរបស់លោកយ៉ាកុបពួកគេរួមចិត្តកំណត់គ្នាព្យាយាមអធិដ្ឋានដោយមានស្ត្រីឯទៀតមាននាងម៉ារីជាមេដារបស់ព្រះយេស៊ូវនិងមានបងប្អូនរបស់ព្រះអង្គមកចូលរួមជាមួយផងដែរនៅគ្រានោះមានបងប្អូនប្រមាណ120នាក់នៅជុំគ្នាលោកពេត្រុសក្រោកឈរឡើងនៅកណ្ដាលពួកគេហើយពោលថាបងប្អូនអើយព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងទុកជាមុនតាមរយៈព្រះបាទដាវីតអំពីយូដាសជាអ្នកនាំគេមកចាប់ព្រះយេស៊ូវហេតុការណ៍នេះត្រូវតែកើតឡើងស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរមែនយូដាសជាសមាជិកមួយរូបក្នុងក្រុមរបស់យើងហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរគាត់យកប្រាក់ដែលបានមកពីអំពើទុច្ចរិតទៅទិញដីចម្ការមួយកន្លែងបន្ទាប់មកគាត់ដួលផ្កាប់មុខធ្លាយពោះចេញពោះវៀនមកក្រៅអ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់គ្នាហេតុនេះហើយបានជាគេហៅចម្ការនោះតាមភាសារបស់គេថាអាកិលដាម៉ាមានន័យថាចម្ការឈាមក្នុងគម្ពីរទំនុកដំកើងមានចែងទុកអំពីហេតុការណ៍នេះថាចូលឲ្យលំនៅរបស់អ្នកនោះคล้ายទៅជាទីស្ងាត់ជ្រងំកុំឲ្យមាននរណារស់នៅទីនោះឡើយនឹងត្រូវឲ្យម្នាក់ទៀតទទួលយកតំណែងរបស់គាត់ហេតុនេះក្នុងចំណោមអស់អ្នកដែលបានមកតាមយើង
នៅពេលព្រះយេស៊ូវដឹកនាំយើងគឺចាប់តាំងពីគ្រាដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកថ្វាយព្រះអង្គរហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅត្រូវឲ្យមានម្នាក់ធ្វើជាបន្ទាល់រួមជាមួយយើងអំពីព្រះអង្គមានប្រជញ្ញរស់ឡើងវិញគេបាននាំសិស្សពីរូបមកម្នាក់ឈ្មោះយូសែបហៅបាសាបាសផងយូស្ទុសផងនិងម្នាក់ទៀតឈ្មោះម៉ាធៀសបន្ទាប់មកគេនាំគ្នាអធិដ្ឋានដូចតទៅបបិទ្ធព្រះអម្ចាស់ព្រះអង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់ហេតុនេះសូមបង្ហាញឲ្យយើងខ្ញុំដឹងផងថាក្នុងចំណោមបងប្អូនទាំងពីររូបនេះតើព្រះអង្គសប្បុរសជ្រើសរើសអ្នកណាឲ្យបំពេញមុខងារជាសាវកជំនួសយូដាត្បិតយូដាបានបោះបង់មុខងារនេះនៅឯកន្លែងរបស់គាត់សិស្សនាំគ្នាចាប់ឆ្នោតត្រូវលើលោកម៉ាធៀសហើយលោកម៉ាធៀសក៏បានចូលរួមក្នុងក្រុមសាវក11រូបទៀត